កញ្ញាយ៉ាស្មីនទេអូនេះខ្ញុំកំពុងតែហៅពងទាកូនចាក់បដ ாய் ទឹកហ្មងណោះខ្ញុំមិនគួរសួរសោះនេះខ្ញុំនិយាយលេងទេបាទកុំប្រកាន់អីហើយមករកខ្ញុំមានការអ្វីដែរចាខ្ញុំក៏ដឹងថាលោកនិយាយលេងដែរតាខ្ញុំមកនេះមកចង់សុំទោសលោកនឹងណាសុំទោសខ្ញុំសុំទោសរឿងអ្វីទៅហើយតើតើមួយការងាររាល់ថ្ងៃនេះមិនដែរចៅត្រាបាទលោកយាយការងាររបស់ខ្ញុំមួយរយៈនេះគឺថារៀងរអាក់រអួលបន្តិចប៉ុន្តែមិនអីទេនៅតែអាចបន្តទៅមុខបានអូជាធម្មតាវាអញ្ចឹងឯងចៅអើយលើលោកនេះវាគ្មានអ្វីដែលថារលូនរហូតទេប៉ុន្តែនៅពេលដែលយើងឆ្លងឧបសគ្គហើយវានឹងឃើញសមិទ្ធផលធំធេងពីក្រោយបាទអរគុណលោកយាយសង្ឃឹមអញ្ចឹងចុះចៅហើយចុះអារឿងរៀបការនឹងថ្ងៃណាបានឃើញសមិទ្ធផលដូចជាយូរដែរនេះសម្រាប់រឿងនេះដែរគឺថាខ្ញុំអូខេគ្រប់ពេលប៉ុន្តែយ៉ាស្មីនគេសុំពន្យាពេលបន្ថែមទៀតហើយរឿងនេះមិនអីទេចៅរងចាំបន្តិចទៀតសិនទៅក៏បានដែរណាហើយលោកយាយនេះក៏មិនហ៊ានបង្ខំខាងណាខាងនេះទាំងសងខាងដែរណាចាំអូខេទាំងអស់គ្នាហើយចាំរៀបការទៅមានសេចក្តីសុខបាទមិនអីទេលោកយាយខ្ញុំអាចរងចាំបានឲ្យខ្ញុំសុំទោសលោកផងណាដែលថ្ងៃមុនណាលោកត្រាប្រើពាក្យកំហុសខ្លាំងៗដាក់លោកអូតាមពិតរឿងនេះទេអូមិនអីទេតាមពិតទៅខ្ញុំមិនបានយករឿងនេះដាក់ក្នុងចិត្តរបស់ខ្ញុំទេចាបើអញ្ចឹងល្អណាស់ខ្ញុំខ្លាចថាលោកនេះអន់ចិត្តឬក៏ខឹងបាទមិនអីទេហើយចុះតេតទៅជាមួយរឿងរៀបការរបស់យ៉ាស្មីននិងលោកត្រាហេតុអីក៏ពន្យាពេលយូរម្ល៉េះកាលមុនប្រាប់ខ្ញុំថាមួយខែក្រោយមកហើយឥឡូវនេះរហូតដល់3ខែហើយនេះត្រូវហើយដំបងខ្ញុំប្រាប់លោកអញ្ចឹងមែនប៉ុន្តែមួយរយៈក្រោយមកចិត្តរបស់ខ្ញុំតែប្រាប់ថាខ្ញុំមិនទាន់អាចសម្រេចចិត្តបានពិតប្រាកដនៅឡើយទេខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាមិនទាន់យល់អំពីគេច្បាស់ដូច្នេះហើយសូមពន្យាពេលបន្ថែមទៀតទៅធ្វើអញ្ចឹងក៏ល្អម្យ៉ាងដែររឿងគូស្រករគឺជារឿងផ្លូវដ៏វែងឆ្ងាយមិនមែនដូចសម្លៀកបំពាក់ដែលយើងទិញម្ដងហើយអាចទិញថ្មីទៀតបានទេហើយចុះលោកវិញពេលណាដែរទៅលើដំណឹងល្អខ្ញុំសូម្បីតែខ្លួនឯងមិនដឹងថាខ្លួនឯងជាអ្នកណាផងហើយកុំគិតវែងឆ្ងាយពេកគិតតែរឿងសប្បាយៗក្នុងបច្ចុប្បន្ននេះទៅមែនហើយកុំគិតរឿងកាត់ទុកច្រើនពេកនាំតែឆាប់ចាស់ទេ